ก็សូមគោរពសួស្តីដល់បងប្អូនទាំងអស់គ្នាបាទជាអតិថិជនរបស់ Smart Robot Shopee បាទជាពិសេសសម្រាប់បងដែលធ្លាប់ប្រើនៅប្រភេទ drone L6 Pro Max បាទអញ្ចឹងមកកញ្ចប់នេះនិយាយរួមទៅវាមិនមែនជា drone L6 Pro Max ទេប៉ុន្តែវាជាមកកញ្ចប់នៃ accessory មានថា accessory នេះគឺចង់សំដៅទៅលើគ្រឿងបន្លាស់នៃ drone L6 Pro Max ដោយខ្ញុំយល់ឃើញថា drone L6 Pro Max ទាំងស៊េរីចាស់ក៏ដោយស៊េរីថ្មីក៏ដោយភាគច្រើន drone ទាំងអស់ហ្នឹងគឺមានបញ្ហាបាទបញ្ហាទី1គឺបញ្ហាពាក់ព័ន្ធជាមួយនឹង motor របស់វាជាពិសេសគឺ motor ដៃខាងមុខ motor B បាទ motor B ភាគច្រើនគឺ motor ហ្នឹងគឺតែងតែទួងខ្លាំងបាទឬក៏គេហៅថាដូចជាឆាប់ error ឬក៏ឆាប់ខូចជាងគេបាទពពួកដៃនេះដៃខាងស្ដាំនេះដៃ B នេះបងប្អូនគ្នាដៃ B នេះគឺភាគច្រើនឆាប់ខូចនិងឆាប់ទួងខ្លាំងមែនតើបាទទី2គឺ drone បញ្ហាទី2គឺនៃ drone L6 Pro Max drone មួយចំនួនក្រោយពេលដែលយើងលេងប្រហែលជាខ្ទង់3 4 5ដងហើយ drone ហ្នឹងហាក់បីដូចជាបញ្ជាលេងបានឆ្ងាយបាទ drone ខ្លះបញ្ជាត្រឹមតែ100ម៉ែត្រវា auto return home ឬក៏ចង់បញ្ជាទៅមុខទៀតបញ្ជាលេងទៅមុខបាទអញ្ចឹងនៅពេលដែលវាមានបញ្ហាហ្នឹងវាមិនមែនមានបញ្ហាទៅលើ tele remote control ទេបងប្អូនគ្នាបាទគឺវាមានបញ្ហាទៅលើ receiving board របស់វាមានន័យថា receiving board ហ្នឹងគឺចង់និយាយថាបញ្ហានៃ board drone បាទបញ្ហានៃ board drone ខាងក្នុងរបស់វាអញ្ចឹងមានថាកាលណា board drone នៅខាងក្នុងឆ្លងឬក៏ឆេះនៅនៅផ្នែកណាមួយនៃ receiving board របស់វាហ្នឹងគឺធ្វើឲ្យ drone ហោះបានចម្ងាយ100ម៉ែត្រអីហ្នឹងគឺបានតែប៉ុណ្្នឹងហើយចង់ហោះលើសហ្នឹងឆ្ងាយជាងហ្នឹងក៏ហោះអត់កើតដែរហោះអត់បានដែរហើយនៅពេលដែលយើងហោះរៀងឆ្ងាយបន្តិចវា auto return home វាថា auto return home ហ្នឹងវាមិនមែនមានន័យថាវាអស់ថ្មនោះទេវាមិនមែនមានន័យថាវាអស់ថ្ម tele ឬក៏វាអស់ថ្ម drone ទេប៉ុន្តែគឺ drone គឺវា error auto return home តែម្ដងហើយជួនកាល error មួយទៀតគឺ error drone ហ្នឹងគឺ control លេងបានតែម្ដងមានតែវាហោះទៅឆ្វេងរយអញ្ចឹងទៅវាហោះទៅស្ដាំរយអញ្ចឹងទៅអញ្ចឹងមានថាវាដោយសារតែពាក់ព័ន្ធជាមួយនឹង receiving board របស់វាមាននេះអា board ខាងក្នុងនៃ drone នេះបាទវាមិនមែនដោយសារតែ tele remote control ទេបាទអញ្ចឹងមកកញ្ចប់នេះគឺខ្ញុំមានទាំងអស់មានទាំងស្លាបរបស់វាមានទាំង motor មានទាំង receiving board របស់វាអញ្ចឹងសម្រាប់បងដែលមានបញ្ហានៅខាងលើដូចខ្ញុំបានជម្រាបអញ្ចឹងនេះបងអាចជឿបានណាបងប្អូនគ្នាយើងអាចជឿបានហើយនេះគឺជា board នៃ drone នឹងតែម្ដងគឺ board នេះគឺមក complete set អានេះខ្ញុំយកមកច្រើនហើយខ្ទង់10 20 board ហើយដោយសារតែភ្ញៀវរបស់ខ្ញុំក៏ដូចជាភ្ញៀវបងមួយចំនួនគឺជួបបញ្ហាអញ្ចឹងបាទអញ្ចឹងគឺបញ្ហាបងអាចទិញយកទៅដូរខ្លួនឯងបានបាទអាចទិញយកទៅដូរខ្លួនឯងបានបាទហើយនេះស្លាបរបស់វានេះថ្មនេះគឺខ្ញុំមានតែមួយគ្រាប់ទេដោយសារតែជាងលក់នៅសល់តែមួយគ្រាប់ហ្នឹងនេះស្លាបរបស់វាស្លាបមួយឈុតនេះ8ស្លាបនេះតម្លៃ$5ទេបងប្អូនមានតម្លៃ$5ទេហើយគឺមាន8ស្លាបមានដូចជាមានខ្ចៅចំនួន4ខ្ចៅឬ8ខ្ចៅនៅក្នុងនោះផងដែរបាទហើយនេះគឺដៃរបស់វាបងប្អូនដៃរបស់វាគឺមួយផ្នែករបស់វាគឺដៃរបស់វាគឺច្រើនបាទនេះដៃរបស់វាគឺច្រើនមែនតើហើយដៃនេះគឺយើងសង្កត់ធ្ងន់ធំបំផុតគឺយើងយកដៃផ្នែក B ខាងមុខបាទដោយសារតែខ្ញុំបានបញ្ជាក់ឲ្យយើងថាភាគច្រើននៃ drone L6 Pro Max បញ្ហាធំដែលយើងតែងតែឃើញហើយជួបប្រទះគឺទី1គឺពាក់ព័ន្ធជាមួយនឹងដៃរបស់វានៅខាងមុខហ្នឹងគឺបញ្ហាយើងលេងបន្តិចទៅវាទួងដៃឬក៏យើងបញ្ជាលេងកើតតែម្ដងបាទយើងបញ្ជាលេងកើតតែម្ដងហើយបញ្ហាទី2គឺយើងបញ្ជាឆ្ងាយបញ្ជាអត់បានបាទបញ្ជាឆ្ងាយបញ្ជាអត់បានដោយសារតែវាខូចឬក៏វាឆ្លងនៅ receiving board របស់វាមានថា board នៃ drone របស់វាអញ្ចឹងសម្រាប់បងប្អូនដែលចង់បាននៅគ្រឿង accessory ពាក់ព័ន្ធជាមួយ L6 Pro Max បាទយើងមានលក់ណាបងប្អូនយើងមានលក់អញ្ចឹងបងប្អូនអាចធ្វើការតំណែងមកកាន់ page របស់យើងឬក៏បងប្អូនអាចយក drone មកដល់ហាងរបស់យើងនឹងធ្វើការពិនិត្យនិងជួសជុលទាំងអស់គ្នាថាតើផ្នែកណានៃ drone របស់បងប្អូននេះមានបញ្ហាយើងជួសជុលតាមភាពចាក់ស្ដែងរបស់បងប្អូនទាំងគ្នាតែម្ដងអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺចង់ចែករំលែកនៅព័ត៌មាននេះជូនដល់បងប្អូនទាំងគ្នាបាទសម្រាប់បងប្អូនដែលមានបញ្ហាអាចស្វែងរក
បាននៅក្នុងហាង Smart Robo Shop Big Care បាទសូមគ្រប់អរគុណច្រើនបងប្អូនទាំងគ្នាដែលតែងតែគាំទ្រនិងជួយ support នៅផលិតផលដែលមាននៅក្នុងហាងរបស់យើងតាំងពីមុនរហូតដល់ពេលបច្ចុប្បន្នបាទសូមគ្រប់ជម្រាបលាបងប្អូនទាំងអស់គ្នា